បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនៅទីកន្លែងប្រវត្តិសាស្ត្រមួយដែលនៅឆ្ងាយពីផ្ទះខ្ញុំប្រហែលជា7-8គីឡូដែរប៉ុន្តែទីកន្លែងនេះគឺនៅខាងលើភ្នំទីទៀតខ្ញុំនឹងប្រើឈ្មោះទីកន្លែងនេះដល់អ្នកទាំងអស់គ្នាហើយគឺជាកន្លែងប្រវត្តិសាស្ត្រមួយដល់ជូរចត់ដែលមានអាយុកាល200-300ឆ្នាំមកហើយនៅខាងក្រោយខ្នងខ្ញុំនេះបងប្អូនទីកន្លែងនេះគឺគេហៅថាតំបន់ភ្នំរំសាយសក់ឬក៏យើងហៅថារមណីយដ្ឋាននាងរំសាយសក់អញ្ចឹងណាបងប្អូនហើយមានទីតាំងនៅទីរួមខេត្តច្រឡំទីរួមខេត្តមានទីតាំងនៅឃុំសាយច្បក់ស្រុកក្រគរខេត្តពោធិ៍សាត់បាទដល់ពេលអញ្ចឹងយើងខ្ញុំនឹងបាននាំអារម្មណ៍ពុកម៉ែបងប្អូនឲ្យមកមើលទីកន្លែងនេះគឺសម្បូរទៅដោយចម្លាក់បងប្អូននេះគឺចម្លាក់ព្រះពុទ្ធបដិមាធំលំដាប់ទី2នៅកន្លែងនេះហើយលំដាប់ទី1ទេគឺនៅខាងក្រោមប៉ុន្តែខ្ញុំអាចនឹងថតបានទេដោយសារតែមេឃភ្លៀងហើយគេត្រូវបានហាមឃាត់ហើយមេឃភ្លៀងពេកអញ្ចឹងណាអញ្ចឹងខ្ញុំបានថតតែកន្លែងនេះពីដំបូងទេបងប្អូនអញ្ចឹងនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅមើលគំនូរកន្លែងព្រះអង្គប្រសូតគេបានឆ្លាក់ជាប់នៅលើផ្ទាំងថ្មនឹងតែម្ដងតោះឥឡូវយើងទៅមើលទាំងអស់គ្នាបាទនេះបងប្អូនឃើញនេះគឺជាផ្ទាំងថ្មដ៏ធំមួយត្រូវបានជាងគាត់ដាប់ឆ្លាក់ធ្វើជាគំនូរផុសបែបប្រវត្តិសាស្ត្រឬក៏បែបពុទ្ធសាសនាដែលចង់និយាយអំពីការប្រសូតរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានប្រសូតឡើងដើរជន់ចេញពីផ្ទៃមេដាមកគឺឈានជើងបាន7ជំហានផ្កាឈូកក៏លៀនចេញមកគ្រប់7ជំហាននឹងដែរហើយនៅមានគំនូរជាច្រើនទៀតបាទនៅមានគំនូរជាច្រើនជាងនឹងទៀតតែនៅខាងក្រោមប៉ុន្តែខ្ញុំមិនអាចថតបានទេបើខ្ញុំចុះពីលើទៅវារៀងឆ្ងាយដែរហើយមេឃក៏ងឹតភ្លៀងហើយបាទហើយទីតាំងគឺធំទូលាយមែនទែនបងប្អូនអាចមកលេងបានចាំតិចទៀតចាំខ្ញុំដាក់ location នៅខាងក្រោមវីដេអូហ្នឹងគឺនៅក្នុង description ហ្នឹងតែម្ដងបាទហើយបន្ទាប់មកទៀតហ្នឹងគឺខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅមើលគំនូរមួយទៀតបាទគឺយៈនេះខាងនេះថ្ងៃនេះខ្ញុំបានថតវីដេអូប្រវត្តិសាស្ត្រឬក៏កន្លែងរឿងរ៉ាវបែបមុនអាគមអ៊ំអាមអបិយជំនឿទេប៉ុន្តែខ្ញុំមកកន្លែងនេះគឺជាកន្លែងកន្លែងរមណីយដ្ឋានប្រវត្តិសាស្ត្របែបតាក់ទងទៅនឹងព្រះពុទ្ធសាសនារបស់យើងបាទនេះក៏ជាផ្ទាំងគំនូរដ៏ធំមួយដែរប៉ុន្តែមិនមែនផ្ទាំងគំនូរទេគឺចម្លាក់ផុសអញ្ចឹងជាងគាត់ធ្វើការរចនាឆ្លាក់នៅលើផ្ទាំងថ្មនឹងឲ្យបានលាបថ្នាំលាបអីចឹងទៅគឺយើងមើលពីចម្ងាយប្រៀបដូចជាគំនូរអញ្ចឹងប៉ុន្តែនៅពេលដែលយើងមកជិតគឺចម្លាក់តែម្ដងបាទសរសើរទឹកដៃជាងមែនតើហើយនៅមានរូបច្រើនខ្ញុំនិយាយអត់អស់ស្គាល់មិនសោះដល់អស់ទេឥឡូវយើងមើលกันនេះខាងនេះបាទនេះកន្លែងនេះដែលក្មេងៗមកចូលចិត្តថតជាងគេគឺកន្លែងហ្នឹងបងប្អូននេះក្មេងៗមកចូលចិត្តថតជាងគេគឺកន្លែងហ្នឹងឯងមើលប្រចាំងមុខយ៉ាឲ្យចំនេះមើលគឺទឹកដៃមិនធម្មតាមែនរូបធំធំផុសល្អណាស់បងប្អូនអើយពិតជាអេមហើយយ៉ានេះត្រូវកាន់ដបងតែអត់មានដបងទេតែនេះគេ design មកសម្រាប់ដាក់ដបងហើយចាំតិចទៀតខ្ញុំនាំទៅមើលគំនូរចម្លែកមួយទៀតនោះនៅក្នុងគោតោះឥឡូវយើងទៅមើលគោតានោះដើរតាមនេះឈប់បាទនេះគឺជារូបចម្លាក់បាទខ្លាដេកគឺត្រៀមនឹងខំចាប់ចំណីហ្នឹងហើយបាទពិតជាសរសើរទឹកដៃជាងតែម្ដងបាទឥឡូវខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅមើលកន្លែងព្រះគោព្រះកែវតែម្ដងបាទហើយនេះគឺជាលបងខុងលបងខុងហ្នឹងហើយសូមអធិស្ឋានទុកជាមុនបាទថ្ងៃនេះគឺខ្ញុំអត់បានចេញជាវីដេអូរបៀបមុនអាគមឬក៏របៀបអបិយជំនឿអមនុស្សអីទៀតទេគឺខ្ញុំបានមកលេងកន្លែងនៅរមណីយដ្ឋាននេះមួយខ្ញុំនឹងនិយាយ review រៀបរាប់អំពីទីតាំងបែបព្រះពុទ្ធសាសនាតែម្ដងបាទរមណីយដ្ឋាននេះគឺតាក់ទងទៅនឹងព្រះពុទ្ធសាសនានេះគឺជាសួនមួយដែលយើងធ្វើដំណើរសម្រាប់ទៅកាន់កន្លែង
បកគោបកែវតែខ្ញុំសូមដើរកាត់ខាងនេះតែម្ដងបាទនេះមានជាដើរធម្មជាតិនេះបាទនេះខ្ញុំឡើងទៅរឿងឆ្ងាយអូនេះបាទបងប្អូនណាចូលចិត្តខាងគ្រឿងសមុទ្រអីនេះអាចមករកមើលកន្លែងនេះបានគ្រឿងសមុទ្របាទអូក្តាមបាទនេះត្រីហើយនេះកាពីងបាទនេះបែបគ្រឿងសមុទ្រត្រូវការគ្រឿងសមុទ្រមករកកន្លែងនេះបានមកពិតជា the best តែម្ដងបាទនោះគឺនាងអឺខ្សែសក់នឹងឯងនេះបាទនៅខាងក្រោយមានត្រីមានព្រះនាងរំខ្សែសក់នឹងឯងគឺជាតំណាងនៅទីកន្លែងនេះតែម្ដងបាទនេះខ្ញុំមកមួយមិត្តភ័ក្តិហើយនឹងក្មួយៗពីរនាក់ទៀតតែមកអត់ជុំគ្នាទេតិចទៀតនេះខ្ញុំបញ្ជាក់រូបលម្អិតមួយទៀតគឺបកកន្លែងអក្សរសិល្ប៍ខ្មែរតែម្ដងនេះនាងរំខ្សែសក់បាទមើលបងប្អូននេះមានទន្សាយមានអីគឺស្រស់ស្អាតមែនទែនបាទគំនូបែបចម្លាក់ផុសស្អាតមែនទែនគឺជាទីកន្លែងប្រវត្តិសាស្ត្រខាងព្រះពុទ្ធសាសនាបាទបែបសាសនាត្រីសមុទ្រត្រូវការត្រីសមុទ្រហ្នឹងហើយវីដេអូគឺរបៀបបែបប្លុកទេបាទជាស្រ័យទៅជាមុនផងបាទនេះកន្លែងនេះដែលយើងគួរតែរៀនសូត្រផងហើយក្មេងៗជំនាន់ក្រោយគួរដឹងមរតកខ្មែររបស់យើងបាទធនធានគឺរូបតំណាងលោកតាក្រមងុយបាទគឺខាងអក្សរសិល្ប៍ខ្មែរខាងពាក្យស្លោកខាងកំណាព្យកាបឃ្លាហ្នឹងឯងបងប្អូនឥឡូវយើងមកមើលកន្លែងនេះមួយទៀតគឺកន្លែងបកគោបកែវបាទនេះគឺរូបសំណាករបស់ព្រះគោហើយខាងនេះគឺរូបសំណាករបស់ព្រះកែវហើយក៏ជាប្រវត្តិសាស្ត្ររបស់ខ្មែរបុរាណយើងផងដែរនៅក្នុងអក្សរសិល្ប៍ខ្មែរយើងគឺមានរឿងហ្នឹងគឺជារឿងពិតទៀតបាទបងប្អូនរៀនខាងនេះគឺដឹងហើយអូគឺមានរូបច្រើនណាស់បាទខ្ញុំមិនអាចលម្អិតអស់ទេជាស្រ័យទុកជាមុនខ្ញុំមិនអាចលម្អិតចិត្តទាំងអស់បានទេបាទនៅច្រើនជាងនឹងទៀតតែថតអត់កើតភ្លៀងនេះបាទលោកតាក្រមងុយខាងអក្សរសិល្ប៍ខ្មែរកំណាព្យកាបឃ្លាហើយកូនខ្មែរត្រូវតែចាំហើយត្រូវតែរៀនសូត្រនៅអក្សរខ្មែរយើងឲ្យបានច្រើនដើម្បីជួយផ្សព្វផ្សាយដល់ច្រឡំដើម្បីជួយផ្សព្វផ្សាយដើម្បីជាតិរបស់យើងរីកចម្រើនរុងរឿងថ្កើងថ្កានបាទជាស្រ័យទុកជាមុនក្នុងការនិយាយបាទនេះគឺជាប្លុកមួយទេអត់បានរៀបរៀងឬក៏មានកម្រងត្រៀមទុកអីទេបាទចង់និយាយខុសឆ្គងមេត្តាខន្តីអភ័យទោសផងអាយ៉ាមកដល់ខាងនេះឥឡូវពួកខ្ញុំនឹងចុះទៅបដាបាទនេះគឺជាកន្លែងឧបាសកននយីនិងឧបាសិកាសោមចម្រើននេះនៅក្នុងក្រោយខ្នងរបស់ខ្ញុំគាត់គឺជាបុគ្គលមួយដែលចារប្រវត្តិសាស្ត្រនៅទីកន្លែងនេះដែរនេះគឺជារូបសំណាករបស់គាត់បាទពីដាក់យាយតាមានកត្រកផ្លែឈើមួយផ្លែហ្នឹងឯងបាទនេះកូនខ្មែររបស់យើងគឺត្រូវតែរៀនស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្មែរយើងបានច្រើនបាទតាមតំបន់ប្រវត្តិសាស្ត្រនីមួយៗមានខ្ទមមានអីចឹងច្រើនណាស់ហើយនេះគឺជាឆ្លាមបាទលាយឡំគ្នាជាមួយនឹងបែបសម័យផងបែបបុរាណផងច្រើនមែនតើមិនអាចរៀបរាប់បានទេកាមេរ៉ាមែនខ្ញុំគឺកាំងដៃកាំងមាត់បាត់ហើយឥឡូវយើងមកមើលខាងនេះម្ដងទៀតអូច្រើនមែនតើនេះគឺ sweet តែម្ដងបាទនេះគូស្នេហ៍អមតៈដែលយើងមើលទៅឲ្យចំណែនតែម្ដងបាទបងណាខ្លះដែលប្រាថ្នារកគូស្នេហ៍អមតៈអញ្ចឹងហ្នឹងហើយនេះនេះមានភេមានពពែនេះពពែច្រើនមែនតើបាទឥឡូវខ្ញុំអត់អាចលម្អិតអស់ទេបាទនេះគឺស្អីលោកតាម្ចាស់ដីបាទបងប្អូនលោកតាម្ចាស់ដីពិតជាលយមែនតើបាទសរសើរជាងចម្លាក់គាត់ទឹកដៃល្អឥឡូវខ្ញុំទៅមើលនោះខាងនោះទៀតបាទមានទាំងកែបមានអីច្រើនឥឡូវយើងចូលទៅកន្លែងនេះហ្មងអីគេបាទនេះបងប្អូននេះគឺជាកន្លែងអាសនៈប្រចាំការនៅទីកន្លែងនេះអានឹងចាំមានពេលខ្ញុំនឹងមកលម្អិតសាច់រឿងនៅទីកន្លែងនេះឲ្យបានច្បាស់ជាងនឹងបាទបងប្អូនបាទលេងសុំចូលចិត្តតិចបាទសុំខន្តីបៃតោដល់ទស្សពិតបរមីទាំងអស់អូនេះ
បាទបងប្អូននេះនៅខាងក្រោមនេះគឺខាងក្រោមមកតង់ទៀតគឺអាងត្រីអូ review អត់អស់ទេបាទរៀបរាប់អត់អស់ទេច្រើនណាស់ត្រីនេះប៉ុណ្ណេះអូនេះបែកខាងជើងទឹកទៅ style រឿងទឹកធ្លាក់បងប្អូននេះគំនូច្រើនតែអូនៅក្នុងទៀតអូមើលមិនអស់ទេបងប្អូនច្រើនមែនតើនេះបាទអូនោះមានភេសមុទ្រណែនេះលបងកង្កែបនេះបាទស្រក់នេះច្រើននេះច្រើនមែនតើបងអូបាទនេះគឺជាសឹងគឺស្ដេចសัตว์តំណាងឲ្យទេវៈច្រើនមែនតើអូនោះទៅមើលភេបាទនាំទៅមើលភេនេះភេអូលបងភេយ៉ានៅក្តាន់បាទនេះកន្លែងបែករបៀបសัตว์វាមិនខុសពីនៅភ្នំពេញសួនសัตว์ភ្នំពេញគឺល្អមែនតើតាមពិតទៅទីតាំងកន្លែងនេះគឺនៅមិនឆ្ងាយពីផ្ទះខ្ញុំប្រហែលទេតែខ្ញុំអត់សូវមានពេលមកលេងអញ្ចឹងបងប្អូនខ្ញុំមកកាលមុនគឺ2019គេទៅតែចាប់ផ្ដើមរៀបចំកន្លែងលើវាជាស្អាតមែនតើនេះបាទពនាងកំពង់ឈូកបាទនាងកំពង់ឈូកហ្នឹងហើយឥឡូវយើងបញ្ចប់វីដេអូតែប៉ុណ្្នឹងហើយបាទបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាចាំជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងលម្អិតនៅសាច់រឿងប្រធានបទរបស់យើងវិញពាក់ព័ន្ធជាមួយនឹងមនុស្សបាទហ្នឹងអរគុណច្រើនជម្រាបលាបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនៅទីកន្លែងប្រវត្តិសាស្ត្រមួយដែលនៅឆ្ងាយពីផ្ទះខ្ញុំប្រហែលជា7-8គីឡូដែរប៉ុន្តែទីកន្លែងនេះគឺនៅខាងលើភ្នំទីទៀតខ្ញុំនឹងប្រើឈ្មោះទីកន្លែងនេះដល់អ្នកទាំងអស់គ្នាហើយគឺជាកន្លែងប្រវត្តិសាស្ត្រមួយដល់ជូរចត់ដែលមានអាយុកាល200-300ឆ្នាំមកហើយនៅខាងក្រោយខ្នងខ្ញុំនេះបងប្អូនទីកន្លែងគឺគេហៅថាតំបន់ភ្នំរំសាយសក់ឬក៏យើងហៅថារមណីយដ្ឋាននាងរំសាយសក់អញ្ចឹងណាបងប្អូនហើយមានទីតាំងនៅទីរួមខេត្តច្រឡំទីរួមខេត្តមានទីតាំងនៅឃុំសាយច្បក់ស្រុកក្រគរខេត្តពោធិ៍សាត់បាទដល់ពេលអញ្ចឹងយើងខ្ញុំនឹងបាននាំអារម្មណ៍ពុកម៉ែបងប្អូនឲ្យមកមើលទីកន្លែងនេះគឺសម្បូរទៅដោយចម្លាក់បងប្អូននេះគឺចម្លាក់ព្រះពុទ្ធបដិមាធំលំដាប់ទី2នៅកន្លែងនេះហើយលំដាប់ទី1ទេគឺនៅខាងក្រោមប៉ុន្តែខ្ញុំអាចនឹងថតបានទេដោយសារតែមេឃភ្លៀងហើយគេត្រូវបានហាមឃាត់ហើយមេឃភ្លៀងពេកអញ្ចឹងណាអញ្ចឹងខ្ញុំបានថតតែកន្លែងនេះពីដំបូងទេបងប្អូនអញ្ចឹងនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅមើលគំនូកន្លែងព្រះអង្គប្រសូតគេបានឆ្លាក់ជាប់នៅលើផ្ទាំងថ្មនឹងតែម្ដងតោះឥឡូវយើងទៅមើលទាំងអស់គ្នាបាទនេះបងប្អូនឃើញនេះគឺជាផ្ទាំងថ្មដ៏ធំមួយត្រូវបានជាងគាត់ដាប់ឆ្លាក់ធ្វើជាគំនូផុសបែបប្រវត្តិសាស្ត្រឬក៏បែបពុទ្ធសាសនាដែលចង់និយាយអំពីការប្រសូតរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានប្រសូតឡើងដើរជន់ចេញពីផ្ទៃមេដាមកគឺឈានជើងបាន7ជំហានផ្កាឈូកក៏លៀនចេញមកគ្រប់7ជំហាននឹងដែរហើយនៅមានគំនូជាច្រើនទៀតបាទនៅមានគំនូជាច្រើនជាងនឹងទៀតតែនៅខាងក្រោមប៉ុន្តែខ្ញុំមិនអាចថតបានទេបើខ្ញុំចុះពីលើទៅវារៀងឆ្ងាយដែរហើយមេឃក៏ងឹតភ្លៀងហើយបាទហើយទីតាំងគឺធំទូលាយមែនទែនបងប្អូនអាចមកលេងបានចាំតិចទៀតចាំខ្ញុំដាក់ location នៅខាងក្រោមវីដេអូហ្នឹងគឺនៅក្នុង description ហ្នឹងតែម្ដងបាទហើយបន្ទាប់មកទៀតហ្នឹងគឺខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅមើលគំនូមួយទៀតបាទគឺយៈនេះខាងនេះថ្ងៃនេះខ្ញុំបានថតវីដេអូប្រវត្តិសាស្ត្រឬក៏កន្លែងរឿងរ៉ាវបែបមុនអាគមអ៊ំអាមអបិយជំនឿទេប៉ុន្តែខ្ញុំមកកន្លែងនេះគឺជាកន្លែងកន្លែងរមណីយដ្ឋានប្រវត្តិសាស្ត្របែបតាក់ទងទៅនឹងព្រះពុទ្ធសាសនារបស់យើងបាទនេះក៏ជាផ្ទាំងគំនូដ៏ធំមួយដែរប៉ុន្តែមិនមែនផ្ទាំងគំនូទេគឺចម្លាក់ផុសអញ្ចឹងជាងគាត់ធ្វើការរចនាឆ្លាក់នៅលើផ្ទាំងថ្មនឹងឲ្យបានលាបថ្នាំលាបអីចឹងទៅគឺយើងមើលពីចម្ងាយប្រៀបដូចជាគំនូអញ្ចឹងប៉ុន្តែនៅពេលដែលយើងមកជិតគឺចម្លាក់តែម្ដងបាទសរសើរទឹកដៃជាងមែនតើហើយ
đâu nó miền rút chân nhầm gì còn sao đâu thì là dùng mưa cái này kháng này bà nè lấy nè đã mình mà chơi chất thọt trên cái lại nè bà phone nè mình mà chơi chất thọt trên cái lại nè ngày mưa trang một dạ trong thì cứ từ đây mình thòm đà mà em rút thòm phò lo này bà phone đấy tất chia em dạ này tao căn tờ bong rồi ta miền tờ bong đi cái này cái design mà sầm rạp đạp tờ bong ấy chăm tích tiết nhầm ngon tụi mưa ở cầm đu chấm lại mùi tiết nó cù đó là những tụi mưa cô ta đây tao đi bà nàyนี่คือเจรุจำละbà คลา đấy คือเตรียมនឹងខំចាប់ចំណីហ្នឹងហើយបាទពិតជាសំសើរទឹកដៃជាងតែម្ដងបាទឥឡូវខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅមើលកន្លែងព្រះគោព្រះកែវតែម្ដងបាទហើយនេះគឺជាលបងខុងលបងខុងហ្នឹងហើយសូមអធិស្ឋានទុកជាមុនបាទថ្ងៃនេះគឺខ្ញុំអត់បានចេញជាវីដេអូរបៀបមុនអាគមឬក៏របៀបអបិយជំនឿអមនុស្សអីទៀតទេគឺខ្ញុំបានមកលេងកន្លែងនៅរមណីយដ្ឋាននេះមួយខ្ញុំនឹងនិយាយ review រៀបរាប់អំពីទីតាំងបែបព្រះពុទ្ធសាសនាតែម្ដងបាទរមណីយដ្ឋាននេះគឺតាក់ទងទៅនឹងព្រះពុទ្ធសាសនានេះគឺជាសួនមួយដែលយើងធ្វើដំណើរសម្រាប់ទៅកាន់កន្លែងបកគោផ្កែវតែខ្ញុំសូមដើរកាត់ខាងនេះតែម្ដងបាទនេះមានជាដើរធម្មជាតិនេះបាទនេះខ្ញុំឡើងទៅរៀងឆ្ងាយអូនេះបាទបងប្អូនណាចូលចិត្តខាងគ្រឿងសមុទ្រអីនេះអាចមករកមើលកន្លែងនេះបានគ្រឿងសមុទ្របាទអូក្តាមបាទនេះត្រីហើយនេះកាពីងបាទនេះបែបគ្រឿងសមុទ្រត្រូវការគ្រឿងសមុទ្រមករកកន្លែងនេះបានមកពិតជាល្បេះតែម្ដងបាទនោះគឺនាងមិនតែសក់នឹងឯងនេះបាទនៅខាងក្រោយមានត្រីមានព្រះនាងរំខ្សែសក់នឹងឯងគឺជាតំណាងនៅទីកន្លែងនេះតែម្ដងបាទនេះខ្ញុំមកមួយមិត្តភ័ក្តិហើយនឹងក្មួយពីរអ្នកទៀតតែមកអត់ជុំគ្នាទេតិចទៀតនេះខ្ញុំបញ្ជាក់រូបលម្អិតមួយទៀតគឺបកន្លែងអក្សរសិល្ប៍ខ្មែរតែម្ដងនេះនាងរំខ្សែសក់បាទមើលបងប្អូននេះមានទន្សាយមានអីគឺស្រស់ស្អាតមែនតើបាទគំនូបែបចម្លាក់ផុសស្អាតមែនតើគឺជាទីកន្លែងប្រវត្តិសាស្ត្រខាងព្រះពុទ្ធសាសនាបាទបែបសាសនាត្រីសមុទ្រត្រូវការត្រីសមុទ្រហ្នឹងហើយវីដេអូគឺរបៀបបែបប្លុកទេបាទជាស្រ័យទុកជាមុនផងបាទនេះកន្លែងនេះដែលយើងគួរតែរៀនសូត្រផងហើយក្មេងៗជំនាន់ក្រោយគួរដឹងមរតកខ្មែររបស់យើងបាទធនធានគឺរូបតំណាងលោកតាក្រមងុយបាទគឺខាងអក្សរសិល្ប៍ខ្មែរខាងពាក្យស្លោកខាងកំណាព្យកាព្យឃ្លាហ្នឹងឯងបងប្អូនឥឡូវយើងមកមើលកន្លែងនេះមួយទៀតគឺកន្លែងបកគោបកែវបាទនេះគឺរូបសំណាករបស់ព្រះគោហើយខាងនេះគឺរូបសំណាករបស់ព្រះកែវហើយក៏ជាប្រវត្តិសាស្ត្ររបស់ខ្មែរបុរាណយើងផងដែរនៅក្នុងអក្សរសិល្ប៍ខ្មែរយើងគឺមានរឿងហ្នឹងគឺជារឿងពិតទៀតបាទបងប្អូនរៀនខាងនេះគឺដឹងហើយអូគឺមានរូបច្រើនណាស់បាទខ្ញុំមិនអាចលម្អិតអស់ទេជាស្រ័យទុកជាមុនខ្ញុំមិនអាចលម្អិតចិត្តទាំងអស់បានទេបាទនៅច្រើនជាងនឹងទៀតតែថតអត់កើតភ្លៀងនេះបាទលោកតាក្រមងុយខាងអក្សរសិល្ប៍ខ្មែរកំណាព្យកាព្យឃ្លាហើយកូនខ្មែរត្រូវតែចាំហើយត្រូវតែរៀនសូត្រនៅអក្សរខ្មែរយើងឲ្យបានច្រើនដើម្បីជួយផ្សព្វផ្សាយដល់ច្រឡំដើម្បីជួយផ្សព្វផ្សាយដើម្បីជាតិរបស់យើងរីកចម្រើនរុងរឿងថ្កើងថ្កានបាទជាស្រ័យទុកជាមុនក្នុងការនិយាយបាទនេះគឺជាប្លុកមួយទេអត់បានរៀបរៀងឬក៏មានកម្រងត្រៀមទុកអីទេបាទចង់និយាយខុសឆ្គងមេត្តាខន្តីអភ័យទោសផងអាយ៉ាមកដល់ខាងនេះឥឡូវពួកខ្ញុំនឹងចុះទៅបដាបាទនេះគឺជាកន្លែងឧបាសកននយីនិងឧបាសិកាសោមចម្រើននេះនៅក្នុងក្រោយខ្នងរបស់ខ្ញុំគាត់គឺជាបុគ្គលមួយដែលចារប្រវត្តិសាស្ត្រនៅទីកន្លែងនេះដែរ
នេះគឺជារូបសំណាករបស់នេះគឺជារូបសំណាករបស់គាត់បាទអូពីដាក់យាយតាមានក្រត្រកផ្លែឈើមួយផ្លែហ្នឹងឯងបាទនេះកូនខ្មែររបស់យើងគឺត្រូវតែរៀនស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្មែរយើងបានច្រើនបាទតាមតំបន់ប្រវត្តិសាស្ត្រនីមួយៗមានខ្ទមមានអីចឹងច្រើនណាស់ហើយនោះគឺជាឆ្លាមបាទលាយឡំគ្នាជាមួយនឹងបែបសម័យផងបែបបុរាណផងច្រើនមែនតើបាទមិនអាចរៀបរាប់បានទេកាមេរ៉ាមែនខ្ញុំគឺកាំងដៃកាំងមាត់បាត់ហើយឥឡូវយើងមកមើលខាងនេះម្ដងទៀតអូច្រើនមែនតើនេះគឺ switch តែម្ដងបាទនេះគូស្នេហ៍អមតៈដែលយើងមើលទៅឲ្យចំណែនតែម្ដងបាទបងណាខ្លះដែលប្រាថ្នារកគូស្នេហ៍អមតៈអញ្ចឹងហ្នឹងហើយនេះនេះមានភេមានពពែនេះពពែច្រើនមែនតើបាទឥឡូវខ្ញុំអត់អាចលំអិតអស់ទេបាទនេះគឺស្អីលោកតាម្ចាស់ដីបាទបងប្អូនលោកតាម្ចាស់ដីពិតជាលយមែនតើបាទសរសើរជាងចម្លាក់គាត់ទឹកដីល្អឥឡូវខ្ញុំទៅមើលនោះខាងនោះទៀតបាទមានតែកង្កែបមានអីច្រើនឥឡូវយើងចូលទៅកន្លែងនេះហ្មងអីគេបាទនេះបងប្អូននេះគឺជាកន្លែងអាសនៈប្រចាំការនៅទីកន្លែងនេះអានឹងចាំមានពេលខ្ញុំនឹងមកលំអិតសាច់រឿងនៅទីកន្លែងនេះឲ្យបានច្បាស់ជាងនឹងបាទបងប្អូនបាទលេងសុំចូលចិត្តតិចបាទសុំខន្តីបៃតូបាទដល់ទស្សពិតបរមីទាំងអស់អូនេះបាទបងប្អូននេះនៅខាងក្រោមនេះគឺខាងក្រោមមកតង់ទៀតគឺអាងត្រីអូ review អត់អស់ទេបាទរៀបរាប់អត់អស់ទេច្រើនណាស់ត្រីនេះប៉ុណ្ណេះអូនេះបែកខាងជើងទឹកទៅ style រឿងទឹកធ្លាក់បងប្អូននេះគំនូច្រើនតែនៅក្នុងទៀតអូមើលមិនអស់ទេបងប្អូនច្រើនមែនតើនេះបាទអូនោះមានភេសមុទ្រណែនេះលបងកង្កែបនេះបាទស្រក់ច្រើននេះច្រើនមែនតើបងអូបាទនេះគឺជាសឹងគឺស្ដេចសัตว์តំណាងឲ្យទេវៈច្រើនមែនតើអូនោះទៅមើលភេបាទនាំទៅមើលភេនេះភេអូលបងភេយ៉ានៅក្តាន់បាទនេះកន្លែងបែករបៀបសัตว์វាមិនខុសពីនៅភ្នំពេញសួនសัตว์ភ្នំពេញគឺល្អមែនតើតាមពិតទៅទីតាំងកន្លែងនេះគឺនៅមិនឆ្ងាយពីផ្ទះខ្ញុំប្រហែលទេតែខ្ញុំអត់សូវមានពេលមកលេងអញ្ចឹងបងប្អូនខ្ញុំមកកាលមុនគឺ2019គេទៅតែចាប់ផ្ដើមរៀបចំកន្លែងឥឡូវវាជាស្អាតមែនតើនេះបាទពនាងកំពង់ឈូកបាទនាងកំពង់ឈូកនឹងឥឡូវយើងបញ្ចប់វីដេអូទៅប៉ុណ្្នឹងហើយបាទបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាចាំជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងលម្អិតនៅសាច់រឿងប្រធានបទរបស់យើងវិញពាក់ព័ន្ធជាមួយនឹងមនុស្សបាទហ្នឹងអរគុណច្រើនជម្រាបលា